miền đầm nâng đò sau sai muối profile bao nhómត្រូវបានដាច់ដោយសារមានមូលហេតុពីរក្នុងចំណោមហ្នឹងមូលហេតុមួយគឺសៀមចូលទៅ report ណាហ្នឹងហើយ report ដោយបាក់ទំនប់អញ្ចឹងខ្ញុំបានផុសតាក់ទងជាមួយនឹងសម្លៀកបំពាក់ខ្មែរណានិយាយទៅមួយរយៈហ្នឹងគឺខ្ញុំផុសទៅលើការ reaction ទៅលើសង្គមច្រើនហ្នឹងហើយមានវីដេអូខ្លះគឺផ្ទុះក្នុងរយៈពេល24ម៉ោងគឺរហូតដល់កន្លះលាននេះក៏មានដែរណាហ្នឹងហើយមាន like មាន share មាន comment មកបុកមកគឺច្រើនមែនតើហើយហេតុផលទី1គឺ Facebook វាគិតថាយើងបង្កើន like បង្កើន view ក៏ដូចជាទិញទឹកចិត្ត fan ដើម្បីឲ្យមក follow យើងណាហ្នឹងហើយទាំងដែលវាមិនមែនជាការពិតគឺគេមក follow គេមកមើលវីដេអូខ្ញុំគឺគេពេញចិត្តវីដេអូខ្ញុំគេចូលមកមើលណាហ្នឹងហើយមិនមែនខ្ញុំបានទៅទិញទឹកចិត្តអ្នកណាម្នាក់ឲ្យមកមើលវីដេអូខ្ញុំទេឬក៏មក follow ខ្ញុំទេហើយករណីទី2គឺមានវីដេអូចុងក្រោយដែលមុនដែល profile ខ្ញុំដាច់គឺសៀមវាចូលទៅជេរចូលទៅ comment អាក្រក់មែនតើហ្នឹងហើយខ្ញុំលុបអត់ទាន់ព្រោះរិសាវាច្រើនពេកហើយខ្ញុំអត់បានបិទ comment ណាហ្នឹងហើយតាក់ទងជាមួយនឹងវីដេអូចុងក្រោយដែលខ្ញុំផុសទៅលើសម្លៀកបំពាក់ខ្មែររបស់យើងមានការតាំងពីពណ៌អីផ្សេងនិយាយទៅអ្នកដែលចូលមក comment ហ្នឹងដូចបាក់ទំនប់អញ្ចឹងបងប្អូនណាហ្នឹងហើយវាចាប់ថាអ្នកដែលចូលមក comment คล้ายអ្នកដែលបង្កើត fake account ណាហ្នឹងហើយការ comment ហ្នឹងគឺប្រើពាក្យអត់សមរម្យអញ្ចឹងសហគមន៍ Facebook សម្រាប់យើងរកលុយគឺវាអត់ចង់ឲ្យយើងធ្វើវីដេអូណាដែលមានការទៅជែកវែកញែកឬក៏ជេរគ្នាដេញដោលនៅក្នុងបណ្ដាញសង្គមរបស់វាទេហ្នឹងហើយអាហ្នឹងក៏ជាករណីរសើបដែរហើយខ្ញុំគិតថា50ហ្នឹងហើយព្រោះវាបានបញ្ជាក់ហើយពេលដែលខ្ញុំឆែកមើលទៅលើមូលហេតុវាដាក់ថាភាពមិនច្បាស់លាស់នៃអន្តរកម្មមានន័យថាទៅលើ engagement ណាមិនថា like មិនថា share មិនថាអីទេឬក៏ការប្រើពាក្យអសរោះអីផ្សេងដូចខ្ញុំបញ្ជាក់ពីខាងដើមវីដេអូអញ្ចឹងវាធ្វើឲ្យ profile ខ្ញុំទី1គឺវាជាប់លឿងទី2គឺវាបិទការរលុយទី3គឺវាកំណត់រយៈពេល3ខែស្មើនឹង90ថ្ងៃដើម្បីតាមដានពីសកម្មភាពនៃការផុសរបស់ខ្ញុំជាបន្តទៀតមិនមានន័យថាវាបិទឬក៏វា block account ខ្ញុំទេណាហ្នឹងហើយវាអត់ទាន់ជាប់ទៅដល់ពណ៌ក្រហមទេវានៅត្រឹមពណ៌លឿងហើយឥឡូវនេះខ្ញុំកំពុងតែដោះស្រាយហ្នឹងហើយវាឲ្យខ្ញុំតាមដានរយៈ2ថ្ងៃទៅមួយអាទិត្យហ្នឹងហើយទៅ7ថ្ងៃណាក្នុងការដោះស្រាយហើយការដោះស្រាយរបស់ Facebook គឺវាទាមមនុស្សមក review មកឆែកមើល profile យើងណាអញ្ចឹងការប្រើមនុស្សមកធ្វើហ្នឹងគឺវាយូរវាអត់លឿនទេអញ្ចឹងមានតែស្ថិតក្នុងការរងចាំហើយសម្រាប់ខ្ញុំមានអារម្មណ៍ថាខ្ញុំរៀងបាក់ទឹកចិត្តហ្នឹងបងប្អូនហ្នឹងហើយខ្ញុំខំប្រឹងធ្វើវីដេអូទាំងដែលខ្ញុំអត់មានកំហុសអីហើយវាមកចាប់យើងទាំងខុសអញ្ចឹងណាហ្នឹងហើយឥឡូវនេះខ្ញុំកំពុងតែរៀបចំវីដេអូមួយដើម្បីបង្ហាញបងប្អូនអរគ្នាតាក់ទងពីរបៀបដែលយើងស្នើសុំ Facebook ណាតែដោយសារវាអត់ទាន់បានជោគជ័យទៅលើការreview ឲ្យ profile របស់ខ្ញុំត្រឡប់មកដូចដើមវិញអញ្ចឹងខ្ញុំក៏អត់ទាន់ហ៊ានចេញវីដេអូនឹងដែរខ្លាចប្រាប់បងប្អូនទៅវាខុសហ្នឹងហើយអញ្ចឹងខ្ញុំចាំមើលមួយរយៈទៀតតើ profile ឬក៏ការឆ្លើយតបរបស់ Facebook ហ្នឹងគឺយ៉ាងម៉េចខ្ញុំនឹង update ប្រាប់បងប្អូនទាំងអស់គ្នាប៉ុន្តែគ្រាន់តែថាខ្ញុំមានអារម្មណ៍ថាវាអយុត្តិធម៌ហ្មងទាំងយើងអត់មានបានធ្វើអីខុសហើយវាមកចាប់យើងទាំងអត់ក្បាលអត់កតុយហើយមួយទៀតខ្ញុំផ្ដាំប្រាប់បងប្អូនទាំងអស់គ្នាតាមពិតខ្ញុំក៏ដឹងដែរតាក់ទងជាមួយនឹងធ្វើវីដេអូទៅលើវប្បធម៌និងឯសាសនាឬក៏អ្វីក៏ដោយបងប្អូនអញ្ចឹងបានខ្ញុំឃើញ page ធំមួយចំនួនគឺដាច់នឹងឯដាច់ហើយធម្មតា page គឺវាងាយជាង profile បងប្អូន page ពេលណាដែលរៀបដាច់គឺយើងអាចមាន fan ទៅជួយ review ទៅ recommend ល្អអាហ្នឹងគឺវាត្រឡប់មកវិញហើយតែសម្រាប់ profile វាអន់ត្រង់មួយថាអត់អាចមានអ្នកណាទៅ recommend កើតហ្នឹងហើយគឺ recommend អត់កើតទេវាអត់មានប៊ូតុងឬក៏កន្លែង function ណាដើម្បីអាចឲ្យយើងទៅ review អញ្ចឹងក៏ណាជាប់គឺជាប់ហើយអញ្ចឹងវាអាចប្រើរយៈពេលយូរបន្តិចតែបើសិនជាខ្ញុំលេង page វិញណាក្នុងករណីខ្ញុំជាប់អញ្ចេះខ្ញុំឲ្យតែ fan ខ្ញុំជួយទៅ recommend ពាក្យល្អហ្នឹងគឺវាត្រឡប់មកវិញហើយប៉ុន្តែនេះគឺវាអត់មានកន្លែងណាដែលអាចទៅ recommend បានទៅលើ profile អញ្ចឹងខ្ញុំផ្ដាំទៅបងប្អូនការលេង content បងប្អូនប្រយ័ត្នប្រយែងមែនទែនកុំឲ្យដូចខ្ញុំណាហ្នឹងហើយយើងគិតថា topic ឬក៏ content ណាដែលយើងនិយាយទៅវារៀងមានពាក្យរសើបច្រើនឬក៏និយាយទៅយើងដឹងថាធ្វើទៅវាប៉ះពាល់បងប្អូនមិនបាច់ធ្វើទេហ្នឹងហើយបើសិនជាបងប្អូនចង់រកលុយបានយូរឬក៏បងប្អូនចង់ប្រើ profile ហ្នឹងឲ្យជាប់លាប់ណាកុំឲ្យរងការពមៀនព្រោះដោយសារ AI for Facebook គឺវាចាប់គឺវាអត់មានសិក្សាច្បាស់លាស់ពីមូលហេតុទេបងប្អូនណា
ពួកមិនមែនមនុស្សជាអ្នកវេកញែកជាអ្នកសិក្សាដឹងថាអ្នកណាខុសអ្នកណាត្រូវទេកាលណាវាចាប់គឺវាចាប់ហើយក្នុងករណីមានអ្នកទៅ report យើងផ្ដេសផ្ដាស់ហ្នឹងហើយឬក៏អ្នកដែលចូល comment ហ្នឹងពាក្យមិនល្អច្រើនតាក់ទងមួយការជេរគ្នាទៅវិញទៅមកអីហ្នឹងគឺវាចាប់យកហ្មងទោះបីការជេរហ្នឹងគឺជេរខុសក៏ដោយហ្នឹងហើយក៏វានៅតែចាប់យើងដែរព្រោះវាគិតថាcontent របស់យើងហ្នឹងគឺវាអត់ល្អហ្នឹងហើយវាប៉ះពាល់ដល់សហគមន៍ Facebook ណាដែលខុសនឹងគោលការណ៍ផ្សេងអញ្ចឹងបងប្អូនលេង content ធម្មតាទៅត្បិតតែ content ខ្លះយើងលេងទៅវាអាចផ្ទុះវាអាចឡើង view ខ្លាំងមែនប៉ុន្តែវាអត់សុវត្ថិភាពទេហើយដោយបងប្អូនបានឃើញវីដេអូខ្ញុំមួយចំនួនធំគឺខ្ញុំបានលាក់បាត់អស់ហើយបងប្អូនណាខ្ញុំអត់ទាន់លុបទេខ្ញុំលាក់ព្រោះខ្ញុំចាំវា review សិនណាព្រោះខ្ញុំស្ដាយវីដេអូខ្ញុំដែរព្រោះវីដេអូខ្ញុំដែលខ្ញុំធ្វើហ្នឹងគឺវាមាន view ច្រើនហើយខ្ញុំអាចរកលុយពីវាបានអញ្ចឹងណាកាលណាខ្ញុំលុបស្មើនឹងខ្ញុំហែកលុយចោលអញ្ចឹងខ្ញុំទុកសិនខ្ញុំឲ្យវា review វីដេអូផ្សេងទៀតដែលជាវីដេអូ original របស់ខ្ញុំដែលខ្ញុំធ្វើត្រឹមត្រូវណាហើយវីដេអូទាំងប្រមាណដែលខ្ញុំធ្វើហ្នឹងមិនមែនវីដេអូដែលខ្ញុំធ្វើអត់ត្រឹមត្រូវទេបងប្អូនវីដេអូរបស់ខ្ញុំគឺខ្ញុំធ្វើ original ដូចគ្នាប៉ុន្តែគ្រាន់តែថាដូចខ្ញុំនិយាយអញ្ចឹងមានអ្នកចូលទៅ report ទី1ទី2វាគិតថាខ្ញុំហ្នឹងទៅជួលមនុស្សឲ្យមក follow ឲ្យមកមើលវីដេអូរបស់ខ្ញុំឬក៏ comment វីដេអូរបស់ខ្ញុំមិនមែនជា follow ឬក៏អ្នកដែលមើលបែបធម្មជាតិណាដូចជាលក្ខណៈការចាក់ robot អីផ្សេងហ្នឹងហើយអាហ្នឹងវាខុសពីគោលការណ៍ for Facebook អញ្ចឹងអត់មានអីទេបងប្អូនណាហ្នឹងហើយខ្ញុំនៅតែបន្តផុសអញ្ចឹងទោះបីក្នុងករណីវីដេអូរបស់ខ្ញុំវាបិទ reach វាបិទ recommend វាជាប់ flag ប៉ុន្តែអត់បញ្ហាទេបងប្អូនព្រោះឥឡូវហ្នឹងគឺខ្ញុំផុសមានតែ follower ខ្ញុំទេដែលមើលឃើញណាតែអ្នកដទៃគឺមើលអត់ឃើញទេគឺវាបិទហើយនិយាយទៅវាបិទ recommend ទាំងស្រុងតែម្ដងហើយបើសិនជាខ្ញុំមកដោះស្រាយទេអាចឈានទៅរកនិយាយទៅជាប់ពណ៌ក្រហមអាហ្នឹងគឺនិយាយទៅដូចយើងខូច profile មួយចោលអញ្ចឹងហើយ profile ខ្ញុំមិនដែលមានប្រវត្តិជាប់ទេណាខ្ញុំនិយាយត្រង់តាំងពីខ្ញុំលេងអត់ដែលជាប់សោះនេះជាលើកទី1ដែលខ្ញុំជាប់ហ្នឹងហើយករណីនេះគឺមានបងប្អូនផ្សេងទៀតក៏ជួបដូចគ្នាដែរការចាប់ទាំងទៅចាប់ទាំងយើងអត់មានបានធ្វើអីខុសសោះណាហ្នឹងហើយអញ្ចឹងវីដេអូរបស់ខ្ញុំដល់ទីបញ្ចប់ហើយអរគុណច្រើនបងប្អូនអរគ្នាជម្រាបលាបាយបាយជួបគ្នាវីដេអូក្រោយទៀតបើមានអីអាប់ដេតខ្ញុំនឹងប្រាប់បងប្អូនទាំងអស់គ្នា